đi bong chặt ấy cái đài của ta ui chăm nó không chặt vô mỏ mình đang mày hiện là cũng tạo một ăn tươi bao giờ nữa តាំងពីថ្ងៃទី1មកដល់មួយថ្ងៃហ្នឹងខ្ញុំចាំបានច្រើនពាក់ព័ន្ធជាមួយនឹងការតកាវ ok ហើយនិយាយទៅគឺយល់បានច្រើនអាចធ្វើបានប៉ុន្តែយើងត្រូវខំប្រឹងខ្លួនឯង ចា ok មិនដែលសំ បង ខាន់ ចាស់ពីមុន អត់ដាច់ចេះពីមុនផង តែថ្ម គាត់ថាស្រឡាញ់ និយាយអារម្មណ៍តិចបានដែរពេលដែលយើងចូលមកមុនចូលមករៀនហើយនឹងក្រោយចូលមករៀន មុនចូលមករៀនចង់ដឹងថាពេលគេតហ្នឹងគេតរបៀបម៉េចធ្វើមិនស្តង់ដារមិនអីមិនហើយខ្ញុំមករៀនហ្នឹងមិនខ្ញុំចង់រកស្តង់ដារព្រោះខ្ញុំគិតថារឿងតសំខាន់បំផុតគឺតធ្វើម៉េចឲ្យជាប់កុំឲ្យគ្នាតាក់ហើយកៅខាន់គឺលើកៅធ្វើម៉េចកុំឲ្យមានអារម្មណ៍ថាវាដុំវាធ្ងន់វាឈឺវាតាក់អីចឹងគឺអាហ្នឹងគឺសំខាន់បំផុតហ្មងហើយសំខាន់ពេលភ្ញៀវតហើយដេកទៅគឺមានអារម្មណ៍ថាអត់មានអារម្មណ៍ថាឈឺតែមកមានអារម្មណ៍ថាស្រឡះហើយស្រាល ok ចង់ពេលដែលធ្វើរឿងមកដែរឲ្យបងទទួលបានអីបងចង់បានហ៎ គាត់ថាស្រាលហើយស្រួលប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំចង់បានពីអារម្មណ៍ពិតរបស់គេប៉ុន្តែគេនិយាយថាស្រាលល្អទៅនិយាយទៅប៉ុណ្្នឹងខ្ញុំមិនដឹងថាខ្ញុំមានកំហុសគេអត់និយាយឬក៏មិនខ្ញុំមិនដឹងនេះគឺជាអារម្មណ៍ពិតរបស់ខ្ញុំចាចាំពេលថាភ្ញៀវគាត់ feedback មកល្អតែយើងអត់ដឹងថាគាត់និយាយ ខ្ញុំមិនដឹងថាគាត់និយាយមក យើងអាចជួយគាត់អាចច្បាស់ហើយទៅមួយទៀតគាត់ថាគាត់តែញៀនយើងឲ្យគាត់មិនដែរ តែញៀតផងមិត្តភក្តិដូចជាមានតែម្នាក់ទេហើយក្រៅពីហ្នឹងសិតតាដែលរងមកទាំងអស់ហើយខ្ញុំទៅខាងឆាតសួរគាត់ទៀតមកមានជ្រុះអត់អីអត់ហើយបើនេះអីចាំខ្ញុំនេះអីគឺក៏វាមិនចាំខ្ញុំដោះកាវឲ្យអីឲ្យហើយបើជ្រុះផងជួយប្រាប់ខ្ញុំផងហើយអត់ពេញចិត្តត្រង់ណាជួយប្រាប់ខ្ញុំផងនិយាយទៅគឺតាមឆាតសួរគេរហូតខ្ញុំពេលខ្លះខ្ញុំមានអារម្មណ៍ថាអ៊ុនខ្លាចគេធុញខ្ញុំវិញគាត់ថាអត់អីទេគាត់ថាអត់អីហើយគាត់ថាជ្រុះដែរតែជ្រុះមួយចាចាំតែគាត់និយាយប្រាប់រឿងស្មោះត្រង់ចាខ្ញុំខ្លាចតែគាត់ថាគាត់វាថាគាត់អត់ពេញចិត្តកន្លែងហ្នឹងប៉ុន្តែគាត់អត់ហ៊ាននិយាយខ្ញុំអត់ចង់បានហ្នឹងខ្ញុំចង់បាននិយាយត្រង់កាប់កាប់ប៉ិន អូខេហ្នឹងហើយដើម្បីយើងកែប្រែចាអញ្ចឹងអរគុណច្រើនបងដែលចំណាយពេលឲ្យបងទទួលបាន technique មួយដែលបងចង់បាន ចេះបានច្រើនអាចតបានអាចយល់ប៉ុន្តែបើថាយើងឲ្យស្ទាត់ដូចអ្នកទេចេះរាប់ឆ្នាំមកថាតែមិនអាចទេព្រោះអីយើងរយៈពេលប្រហែលជា9ថ្ងៃយើងអាចធ្វើបានតបានវាអត់វាចាំនិយាយថាវាអត់អាចលើសគេរាប់ឆ្នាំបានទេយើងប៉ុន្តែចាប៉ុន្តែយើងមើលទៅខ្ញុំគិតថាយើងអាចធ្វើបានតបានប៉ុន្តែគាត់ថាយើងនៅមិនទាន់ថានៅដល់លេងម៉ូតែស្អាតដូចគេរាប់ឆ្នាំអីគឺអត់អាចទៅទាន់គេបានទេយើងត្រូវខំប្រឹងខ្លួនឯង អូខេហ្នឹងហើយចឹងបងអរគុណច្រើន ចាអរគុណ